mơ bằng mòn mách bạn đang thả nhóaឬក៏មិនញ័រជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់ Channel មនស្រែសាផេតឹងថ្ងៃនេះផងដែរខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងនឹងការមើលបងមន់មើលរបៀបម៉េចបានដឹងថាញ័រឬក៏មិនញ័រមុនចូលសាច់រឿងកុំភ្លេចបងប្អូនទាំងអស់គ្នាជួយ Like Subscribe Channel YouTube មនស្រែសាផេតឹងម្នាក់មួយផងណាបងប្អូនអញ្ចឹងកូនមន់ដែលមានគុណភាពល្អវាអាស្រ័យទៅលើគុណភាពរបស់ស៊ុតប៉ុន្តែស៊ុតញ័របានល្អគឺវាអាស្រ័យទៅលើការរក្សាទុកនិងរបៀបញ័រទី1តកតងនឹងស៊ុតញ័របានល្អឬក៏មិនញ័រគឺអាស្រ័យទៅលើការរក្សាទុកអញ្ចឹងការរក្សាទុកហ្នឹងគឺយើងត្រូវទុកកន្លែងណាដែលមានគុណភាពល្អអត់មានមេរោគអញ្ចឹងដោយបងឃើញជាក់ស្ដែងអញ្ចឹងអានេះចំពោះធំមាត់របស់ខ្ញុំគឺខ្ញុំដាំដោយដាំឈើព័ទ្ធជុំវិញខាងលិចត្រង់ណាបងដោយសារយើងដាំខាងលិចត្រង់ទៅល្អដោយសារថ្ងៃវាជះមកពីខាងលិចហ្នឹងណាបងតកតងនឹងការរក្សាស៊ុតបើធុងបងនៅក្នុងធុងមាន់ហ្នឹងវាក្តៅពេកហើយជាទូទៅបងមាន់ហ្នឹងគេអត់ឲ្យទុកនៅក្នុងមាន់ហ្នឹងឯងបងដោយសារធុងមាន់ហ្នឹងវាពោពេញទៅដោយមេរោគដោយសារជាក់ស្ដែងកន្លែងនេះគឺជាកន្លែងមួយដែលវាសីតុណ្ហភាពកន្លែងហ្នឹងវាត្រជាក់ល្អបងអញ្ចឹងបានខ្ញុំរក្សាវាទុកនៅក្នុងរោងមាន់ហ្នឹងប៉ុន្តែករណីដែលបងរោងមាន់ក្តៅហើយអត់សូវមានដើមឈើទេបងអាចយកមកទុកនៅក្នុងផ្ទះកន្លែងណាដែលវាត្រជាក់បងហើយចំណុចមួយទៀតតកតងនឹងការប្រមូលស៊ុតការរើសពងហ្នឹងយើងត្រូវរើសថ្នមបងធ្វើយ៉ាងម៉េចកុំឲ្យស៊ុតហ្នឹងវាប្រេះឬក៏ស្រាំហើយយើងត្រូវដាក់ក្នុងថាសឬក៏កញ្ឆែងដាក់ពងមាន់ដែលដូចខ្ញុំនៅដើមវីដេអូអញ្ចឹងណាបងហើយមួយទៀតគឺហាមដាក់នៅកត្រកឬក៏បាវឬក៏ស្បោងហើយនឹងយើងដាក់នៅផ្នែកផ្ទៃធំស៊ុតហ្នឹងវាក្លាប់ទៅខាងក្រោមណាអញ្ចឹងធ្វើឲ្យស៊ុតហ្នឹងអាចនឹងខូចអត់ញាស់ហ្មងបងបើស៊ុតហ្នឹងវាប្រឡាក់ឬក៏កខិចខ្លាំងគឺយើងអាចដាក់ញាស់ឲ្យបងមួយទៀតបើធំពេកខុសពីធំពេកឬក៏តូចពេកក៏យើងអាចដាក់ភ្ញាស់បានដែរណាបងបើយើងដាក់ទៅវានឹងអត់ញាស់ដូចតែគ្នាហ្នឹងបងហើយបើករណីវាប្រឡាក់បន្តិចគឺយើងអាចយកកសែងស្អាតយកមកជូតបានណាបងហើយចំណុចមួយទៀតដែលធ្វើឲ្យស៊ុតនឹងអត់ញាស់គឺវាតកតងនឹងធ្វើឲ្យស៊ុតនឹងវាត្រូវនឹងពន្លឺថ្ងៃធ្វើឲ្យស៊ុតនឹងគឺអត់ញាស់ទេបងវាក្តៅអញ្ចឹងទី1នឹងរោងក្តៅពេកហើយនឹងត្រូវពន្លឺថ្ងៃក៏វាអត់ញាស់ដែរការយកស៊ុតនឹងទៅភ្ញាស់គឺយ៉ាងយូរបំផុតគឺរយៈពេល7ថ្ងៃបងអត់ឲ្យលើសនឹងទេបើលើសនឹងវាញាស់ដែរប៉ុន្តែករណីបង្កកណាត់វាគឺតិចមានន័យថាវាអត់សូវញាស់បើបងប្អូនយកភ្ញាស់ទូគឺយើងអាចធ្វើ6ថ្ងៃ5ថ្ងៃអីគឺយើងអាចដាក់វាភ្ញាស់ម្ដងហើយណាបងហើយដោយបងឃើញរូបនេះអញ្ចឹងអានេះសិតតែពងដែលអត់ញាស់បងគឺខ្ញុំដកចេញពីទូភ្ញាស់ករណីនេះគឺវាមានច្រើនករណីណាបងហើយចំណុចមួយទៀតដែលបងប្អូនគាត់ឆ្ងល់គាត់ចង់ដឹងថាយើងប្រហែលថ្ងៃបានយើងឆ្លោះដឹងថាវាខូចអត់ខូចរយៈពេល7ទៅ8ថ្ងៃគឺបងអាចឆ្លោះដឹងហើយបើតិចពេក6ថ្ងៃ5ថ្ងៃឆ្លោះទៅគឺបងអត់ចេះមើលគឺអាចនឹងច្រឡំហើយយកពងដែលល្អចេញណាអញ្ចឹងជាទូទៅខ្ញុំឆ្លោះមើល8ទៅ9ថ្ងៃអីហ្នឹងខ្ញុំឆ្លោះមើលម្ដងហើយដែលយើងយកអាពងដែលអត់ញាស់ចេញណាបងបើបងអត់យកចេញវាអាចនឹងផ្ទុះក្នុងទូភ្ញាស់ហ្នឹងហើយមួយទៀតបើករណីបងយកទៅភ្ញាស់ហើយយកបានមើលវាមានប្រេះបែកបន្តិចក៏ធ្វើឲ្យវាផ្ទុះនៅក្នុងទូដែរបងដោយសារពេលខ្លះឲ្យខ្ញុំបាត់វិស័យផ្ទាល់ខ្លួនហ្មងដោយខ្ញុំពិនិត្យមើលវាអស់ហើយបងអញ្ចឹងទៅវាមានចំណុចទូចមួយដែលប្រេះទៅពេលហើយយើងមើលដល់អញ្ចឹងវាអាចនឹងផ្ទុះហើយវាក្លិនពេញទូហ្មងអញ្ចឹងធ្វើឲ្យមេរោគក្នុងហ្នឹងវាតកើនឡើងទៀតមួយវិញទៀតបើបងឆ្លោះរយៈពេល6ថ្ងៃគឺវាលេចចេញទៅសៃឈាមដូចពីងពីងហើយដែរវារៀងអញ៉ៃនៅលើសវកហ្នឹងពេលបងឆ្លោះទៅហើយម្យ៉ាងទៀតចំពោះករណីទី2ដែលពេលបងប្រចាំងទៅវាមើលទៅអត់មានអ្វីឯងវារៀងថ្លានិយាយទៅដូចសុទ្ធដែរអត់បកកណើតអញ្ចឹងបងថ្លាស្អាតហើយទី2ស្នាមប្រឡាក់ក្រហមឬក៏ដុំខ្មៅនៅក្នុងហ្នឹងពេលបងឆ្លោះទៅវាមានដុំខ្មៅមួយចំក្រាលអាហ្នឹងក៏ភ្ញាត់បានដែរហើយទី3វាមានរង្វង់ឈាមក្រហមវាឆ្លោះទៅវារៀងទៅសាយក្រហមមួយឆ្នោតពីរឆ្នោតអត់ដូចពីងពីងអាហ្នឹងក៏ញាត់កើតដែរបើទី4
គឺផ្នែកនៅខាងក្រោមសុទ្ធហ្នឹងវាមានកំណើតដែរប៉ុន្តែវាងាប់នៅចំចំណុចក្រៅខ្មៅដែរអញ្ចឹងតែចំណុចនេះវារៀងខ្មៅខ្លាំងជាងហើយចំណុចដែរពិសេសសម្រាប់បងដែលគាត់ភ្ញាស់ក្នុងទូភ្ញាស់ស្នោឡើងស្នោបងអញ្ចឹងរយៈពេល21ថ្ងៃហ្នឹងពេលវាចិត្តញាស់3ថ្ងៃចុងក្រោយគឺគេអត់បង្វិលវាណាបងគឺយើងរាប់ចាប់ពីថ្ងៃទី18រហូតដល់ថ្ងៃញាស់អញ្ចឹង18 19 21ហ្នឹងគឺអត់បង្វិលឬក៏ប្រែបំរែម្រួលវាទេដោយសារពេលហ្នឹងបងមន់យើងវាចាប់ផ្ដើមញាស់ហើយបងដែលគាត់មានទូភ្ញាស់ហើយឬក៏ទូធំធម្មតាពេលញាស់ហើយយើងត្រូវសម្អាតអនាម័យវាជាបន្ទាន់ណាបងដោយសារក្នុងទូហ្នឹងបើបងអត់បានសម្អាតទេវាពោពេញទៅដោយមេរោគអញ្ចឹងយើងត្រូវប្រមូលសម្បកពងមាន់ដែលមានកំទេចកំទីហ្នឹងចេញហើយយើងត្រូវជូតទូលាងទូថាសហ្នឹងហើយនឹងសម្រាប់ដាក់ពងហ្នឹងឲ្យវាបានស្អាតហើយយើងបើបងគាត់ទិញទូទៅទូភ្ញាស់ទូទៅវាមានអាបដូរទឹកក្នុងថាសវាបាញ់សំណើមមកបងហ្នឹងយើងត្រូវផ្លាស់ប្ដូរទឹកនឹងដែរដើម្បីកុំឲ្យមេរោគនៅក្នុងហ្នឹងវាមានច្រើនឡើងទៅបងហើយសម្រាប់បងដែលគាត់មានបទពិសោធន៍ខុសប្លែកពីខ្ញុំបងអាចចែកម្លែកនៅក្នុងវីដេអូនេះបានដើម្បីបងប្អូនយើងគាត់យល់ដឹងបន្ថែមពីតកតងនឹងការមើលមិនដឹងថាញាស់ឬក៏មិនញាស់បងដោយសារចំណុចហ្នឹងក៏សំខាន់ដែរអាចខ្លះតកតងនឹងការមេបាបើបងដាក់បាចាស់បើបាចាស់ពេកក៏ធ្វើឲ្យមាត់បងប្អូនពេលជន់ទៅក៏អត់មានអាំប៊ីយ៉ុងនៅក្នុងនឹងដែរអញ្ចឹងវាអត់បកកណាធ្វើឲ្យពងមាត់របស់បងប្អូនវាខូចច្រើនណាអញ្ចឹងចំណុចហ្នឹងក៏វាសំខាន់ដែរណាបងចឹងរយៈពេល2ឆ្នាំអីគឺយើងដូរចេញហើយណាបងជួបគ្នានៅវីដេអូក្រោយបង